សូមជួយ like share subscribe រឿងនិទានបងប្អូនខ្មែរយើងសត្វក្អែកនិងចាបពូកគឺជាសាច់រឿងបែបអប់រំដែលបង្ហាញពីភាពខុសគ្នារវាងមនុស្សខ្ជិលច្រអូសនិងមនុស្សខ្ជាប់ខ្ជួនរួមទាំងលទ្ធផលដែលទទួលបានពីទង្វើទាំងនោះខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃសាច់រឿងកាលពីព្រេងនាយមានសត្វក្អែកមួយនិងសត្វចាបពូកមួយធ្វើជាមិត្តភក្តិនឹងគ្នាថ្ងៃមួយសត្វទាំងពីរបានព្រមព្រៀងគ្នាទៅធ្វើស្រែដើម្បីទុកស្បៀងអាហារសម្រាប់បរិភោគនៅរដូវរងានឹងពេលដល់ពេលត្រូវភ្ជួររះនិងដកស្ទូងសត្វចាពូកជាសត្វឧស្សាហ៍ព្យាយាមវាខំប្រឹងធ្វើការតាំងពីព្រលឹមទល់ព្រលប់មិនគិតពីការនឿយហត់ដើម្បីឲ្យស្រែទទួលបានផលល្អសត្វក្អែកជាសត្វខ្ជិលនិងមានល្បិចរាល់ពេលចាពូកហៅទៅធ្វើស្រែក្អែកតែងតែដេកធ្វើពុតជាឈឺឬយកលេសថាចាំបន្តិចទៀតចាំមេឃត្រជាក់សិនរួចក៏ហៅទៅលេងសប្បាយបាត់ទៅលក់ដល់រដូវច្រូតកាត់ស្រូវក៏ទុំមាសពេញវាលស្រែចាពូកបានខំប្រឹងច្រូតកាត់និងដឹកជញ្ជូនស្រូវមកទុកក្នុងជង្រុកយ៉ាងត្រឹមត្រូវក្អែកនៅតែមិនជួយធ្វើអ្វីទាំងអស់ប៉ុន្តែនៅពេលឃើញស្រូវពេញជង្រុកវាបែរជាមកទាមទារចំណីពាក់កណ្ដាលដោយអាងថាខ្លួនជាម្ចាស់ស្រែដែរមិនយូរប៉ុន្មានរដូវវស្សានិងខ្យល់ព្យុះក៏បានមកដល់ចាពូកមានផ្ទះសម្បែងមាំទាំនិងមានស្រូវបរិភោគយ៉ាងឆ្អែតឆ្អន់មិនខ្លាចការដាច់ពុះឡើយក្អែកដោយសារតែភាពខ្ជិលចំណែកស្រូវដែលវាទាមទារបានមកមិនបានរក្សាទុកឲ្យល្អក៏ត្រូវទឹកហូរនាំយកទៅអស់ក្អែកត្រូវដាច់ពោះនិងរងាព្រោះគ្មានចម្រោកមាំទាំ Emoji បន្ទួលតម្លៃអប់រំនៃរឿងអ្នកឧស្សាហ៍ព្យាយាមតែងតែទទួលបានផលផ្លែផ្អែមល្ហើមនិងសេចក្តីសុខរីឯអ្នកខ្ជិលច្រអូសនិងរំពឹងលើលទ្ធផលនៃអ្នកដទៃនឹងត្រូវជួបការលំបាកនៅថ្ងៃក្រោយរឿងនេះចង់រំលឹកយើងថាការងារគឺជាមាសប្រាក់ហើយភាពស្មោះត្រង់ក្នុងការធ្វើការងារគឺជាគុណតម្លៃដ៏សំខាន់បំផុតរបស់មនុស្ស